大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្រៀនភាសាចិនវគ្គដំបូងដែលលើកមុនគឺខ្ញុំរៀនជួនជាអ្នកភីងអ៊ីងស្រៈហើយនិងស័ព្ទនៃសញ្ញាថ្ងៃនេះគឺរៀនដល់មេរៀនទី1មេរៀនទី1ថ្ងៃនេះគឺនីហៅបកប្រែជាភាសាខ្មែរគឺសួស្តីចាតោះបន្ទាប់មកសុងសឺពាក្យទី1គឺវ៉ាបកប្រែថាខ្ញុំអ៊ូវ៉ាសំឡេងទី3វ៉ាខ្ញុំទី2នីអ្នកណឺអ៊ីនីអ្នកអ្នកទី3ថានេះគឺសំឡេងស្មើបងប្អូនអរគ្នាចាថាគាត់នេះគឺសំដៅទៅលើភេទប្រុសបងប្អូនអរគ្នាចាធ្វើថាទី4ឡាយមកទី4ឡាយនេះគឺសំឡេងឡើងលើសំឡេងទី1បងប្អូនគ្នាមើលណាឡាយមកទី5នើកន្លែងនេះនើបងប្អូនខ្ញុំនឹងសេភីងអ៊ីងខុសនើមានន័យថាវិញជាប្រយោគសំណួរបងប្អូនទី6យាសំឡេងទី3កឬក៏ដែរទី7ថាមិនពួកគាត់ទី8ប៉ាប្រែថាប៉ាឬក៏ឪពុកទី9我们ពួកយើងទី10ម៉ានេះគឺសំឡេងស្មើឬក៏អត់មានសំឡេងបងប្អូនគ្នាជាប្រយោគសំណួរនៅចុងកន្ទុយបងប្អូនគ្នាតោះបន្ទាប់មកយើងដល់ប្រយោគភាសាចិនគេហៅថា注释តោះទី1នីហៅនៅពេលដែលសំឡេងទី3នឹងជាប់គ្នាគឺសំឡេងពាក្យខាងមុខគឺគេអានសំឡេងទី1ទី2គេអានសំឡេងទី3គឺនីហៅសួស្តីទី2នីហៅម៉ាតែអ្នកសុខសប្បាយជាទេនីមិនហៅសួស្តីអ្នកទាំងអស់គ្នាទី4វ៉ាហិនហៅនីណោះខ្ញុំសុខសប្បាយទេចុះអ្នកវិញទី5វ៉ាយិហិនហៅខ្ញុំក៏សុខសប្បាយដែរចាមេរៀនទី1ថ្ងៃនេះគឺបានបញ្ចប់ត្រឹមនេះសូមបងប្អូនជួយ like subscribe ឲ្យ channel របស់ខ្ញុំផងជួបគ្នាក្នុងវីដេអូក្រោយបាយ